ខែក្តៅអញ្ចឹងសាកសម័យមើលបើបានញ៉ាំទឹកល្ពៅត្រជាក់ធ្វើដោយស្នាដៃកូនពៅផ្ទាល់ទៀតមិនដឹងថាឆ្ងាញ់ប៉ុណ្ណាមែនអត់បងប្អូនអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងបង្ហាញពីរបៀបធ្វើទឹកល្ពៅដែលមានរសជាតិឆ្ងាញ់និងជំនួយទៅដល់សុខភាពសម្រាប់គ្រឿងផ្សំរបស់យើងថ្ងៃនេះយើងមានល្ពៅ1គីឡូស្លឹកតើយ2ស្លឹកខ្ទិះដូងកន្លះលីត្រទឹកស1លីត្រកន្លះស្ករសកន្លះចានចង្កឹះអំបិល1ចិបនិងទឹកដោះគោខាប់ទៅតាមចំណង់ចំណូលចិត្តចំពោះវិធីធ្វើវិញយើងយកល្ពៅនឹងលាងទឹកឲ្យស្អាតចិតសបកនិងគ្រាប់វាចេញរួចហើយយើងចាត់វាជាចំណិតតូចល្មមបានហើយដើម្បីពេលដែលយើងស្ងោរទៅវាឆាប់ឆ្អិនហើយនៅពេលដែលយើងស្ងោរនឹងដែរស្លឹកតើយនឹងយើងមូរដាក់វាចូលស្ងោរឲ្យហើយហ្មងទៅដើម្បីឲ្យវាចេញក្លិនឈ្ងុយណាបន្ទាប់ពីយើងស្ងោរឆ្អិនហើយយើងទុកល្ពៅនឹងឲ្យរាងត្រជាក់មកសន្ទុះសិនចាំយើងយកមកក្លុកហើយបន្ទាប់ពីយើងក្លុករួចរាល់ហើយគ្រឿងដែលយើងរៀបរាប់មុនហ្នឹងគឺយើងដាក់ចូលគ្នាឲ្យហើយទៅទាំងស្ករសខ្ទិះដូងនិងអំបិលយើងកូរម៉ានមុខនឹងចូលគ្នាឲ្យសព្វល្អទៅយើងយកទៅដាក់លើចក្រាននឹងដែរយើងកុំបើកភ្លើងខ្លាំងណាយើងបើកភ្លើងមកល្មមបានហើយនៅពេលដែលល្ពៅយើងចិត្តឆ្អិនហើយយើងដាក់ទឹកដោះគោខាប់បន្តិចចូលទៀតនិយាយទៅតាមចំណូលចិត្តកន្លែងហ្នឹងបងប្អូនអញ្ចឹងទឹកល្ពៅរបស់យើងរួចរាល់ហើយខ្ញុំច្រកដាក់ដបរួចរាល់តែម្ដងអញ្ចឹងកុំភ្លេចតនេសាកធ្វើទាំងអស់គ្នាណាអរគុណ